រាជរដ្ឋាភិបាលថៃបានចោទកម្ពុជាថាបានដាំមីនថ្មីនៅតាមបណ្ដោយព្រំដែនកំពុងមានចំនួនរវាងប្រទេសទាំងពីរក៏ប៉ុន្តែក្រសួងការពារជាតិកម្ពុជាបានច្រានចោលការចោទប្រកាន់របស់ថៃនិងបានជំរុញឲ្យភាគីថៃជៀសវាងការល្បាតនៅតំបន់មានមីនចាស់សល់ពីសម័យសង្គ្រាមហើយកម្ពុជានៅតែបដិញ្ញាចិត្តធ្វើការជាមួយថៃស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅខ្ញុំគណៈអាត្មាសូមនមស្ការនិងចម្រើនពរចំពោះគុណម្ចាស់បងប្អូនទាំងអស់អង្គទាំងអស់គ្នាដែលជាជនរួមជាតិកម្ពុជាជាទីគោរពជាទីស្រឡាញ់រាប់អានទាំងក្នុងនិងក្រៅប្រទេសដែលជាអ្នកចូលចិត្តនិយមតាមដាននៅខាងផ្នែកព័ត៌មានទាំងព័ត៌មានជាតិនិងអន្តរជាតិអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំគណៈអាត្មាមានខ្លឹមសារថ្មីយកមកចែករំលែកចែកជូនគុណម្ចាស់បងប្អូនទាំងអស់អង្គទាំងអស់គ្នាឲ្យបានដឹងប៉ុន្តែមុននឹងឈានចូលទៅដល់ខ្លឹមសារទាំងអស់ហ្នឹងបើសិនបើគុណម្ចាស់បងប្អូនទាំងអស់អង្គទាំងអស់គ្នាទៅតែចូលមកថ្មីកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំគណៈអាត្មាម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីក៏ដូចជាការលើកទឹកចិត្តដល់ខ្ញុំគណៈអាត្មាសម្រាប់ការធ្វើវីដេអូថ្មីបន្តទៀតហើយបើសិនជាគុណម្ចាស់បងប្អូនចង់ចូលរួមឧបត្ថម្ភអាចតាក់ទងមកខ្ញុំគណៈអាត្មាបានក្រែកចង់ប្រកេនកាហ្វេប្រកេនអីអាចតាក់ទងមកខ្ញុំគណៈអាត្មាបានតាមរយៈ link នៅក្នុង channel YouTube នឹងផ្ទាល់តែម្ដងគឺមានទាំង link Facebook ក៏ដូចជា link Telegram ផងដែរណាអញ្ចឹងគឺគុណម្ចាស់បងប្អូនអាចតាក់ទងមកបានអូខេអញ្ចឹងកុំឲ្យខាតពេលយូរអញ្ចឹងគឺព័ត៌មាននេះគឺជាសម្ដីរបស់ Donald Trump ដែលគាត់សម្ពងទៅលើក្បាលពូអាចៅស៊ីមឲ្យវាបន្តអនុវត្តទៅតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាគ្នារួចហើយប៉ុន្តែអាថៃវាអត់ព្រមអនុវត្តនោះទេដោយកាលពីថ្មីហ្នឹងវាយកលេសតាក់ទងទៅនឹងរឿងមីនដែលថាកម្ពុជារបស់យើងជាអ្នកដាក់មីនហើយកូនទាហានពួកអាខ្វាក់ភ្នែកកូនទាហានរបស់វាឬក៏វាចាត់ឲ្យសម្ដែងមិនដឹងមិនទេក៏បានទៅជន់មីនជន់អីហ្នឹងទៅហើយវារលេសអញ្ចឹងទៅដើម្បីរករឿងមកលើកម្ពុជារបស់យើងហើយនៅល្ងាចនេះថ្ងៃទី12ថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នេះផ្ទាល់តែម្ដងពួកវាក៏បានបើកការបាញ់ប្រហារមកលើជនស៊ីវិលរបស់កម្ពុជារបស់យើងឲ្យរបួសចំនួន3នាក់ហើយនឹងបាត់បង់ជីវិតម្នាក់ផងដែរនេះគឺជាអ្វីដែលពួកវាបានធ្វើមកលើពួកយើងហើយសម្ដេចក៏បានថ្កោលទោសរួចទៅហើយដែរតែមិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាទេយើងចាំមើលស្ថានភាពស្ថានភាពជាក់ស្ដែងពីខាងក្រមរាជរដ្ឋាភិបាលក៏ដូចជាខាងក្រសួងការពារជាតិគាត់គិតគូរយ៉ាងម៉េចទៀតចំពោះបញ្ហាហ្នឹងចំពោះរឿងហ្នឹងអូខេតោះយើងទៅមើលទាំងអស់គ្នាអញ្ចឹងនៅក្នុងនេះគេដាក់ថា breaking news ដែលខ្ញុំនឹងអាត្មាដកស្រង់ចេញមកពីកាសែត Fresh News អញ្ចឹងគឺសហរដ្ឋអាមេរិកជំរុញឲ្យកម្ពុជានិងថៃបន្តរក្សាសន្តិភាពនិងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពអញ្ចឹងគឺកាសែតហ្នឹងផ្សាយមកពី Reuters សារព័ត៌មាន Reuters អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារទី11ខែវិច្ឆិកាថាសហរដ្ឋអាមេរិកកំពុងប្រមូលព័ត៌មានបន្ថែមអំពីឧបទ្ទវហេតុដែលទាហានថៃជន់មីននៅក្បែរព្រំដែនកម្ពុជាជាមួយការជំរុញឲ្យប្រទេសជិតខាងទាំងពីរបន្តរក្សាស្ថិរភាពនិងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាដោយមានប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ធ្វើជាសាក្សីការកត់សម្គាល់របស់មន្ត្រីអាមេរិកខាងលើកើតមានឡើងបន្ទាប់ពីភាគីថៃបានសម្រេចផ្អាកការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាក្រោយទាហានថៃ3នាក់រងរបួសក្នុងហេតុការណ៍ជន់មីនអំឡុងការល្បាតមួយហើយដែលកំពុងคล้ายជាការធ្វើតេស្តមួយលើបទឈប់បាញ់សម្របសម្រួលដោយលោក Donald Trump រាជរដ្ឋាភិបាលថៃបានចោទកម្ពុជាថាបានដាំមីនថ្មីនៅតាមបណ្ដោយព្រំដែន
là cầm pung miền chủng lúa rồi viên protein từng pí có phân tảiក្រសួងការពារជាតិកម្ពុជាបានច្រានចោលការចោទប្រកាន់របស់ថៃនិងបានជំរុញឲ្យភាគីថៃជៀសវាងការល្បាតនៅតំបន់មានមីនចាស់សល់ពីសម័យសង្គ្រាមហើយកម្ពុជានៅតែបដិញ្ញាចិត្តធ្វើការជាមួយថៃនៅស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅគូបញ្ជាក់ថានាយករដ្ឋមន្ត្រីថៃលោកអនុទិនឆានវីរគុណដែលឥឡូវនេះកំពុងតែបែកងាងខ្លាំងមែនទែនគឺអនុទិននឹងបែកងាងទៀតហើយបែកទៅតាមនាយករដ្ឋមន្ត្រីមុនទៀតហើយកាលពីថ្ងៃអង្គារបានប្រាប់ក្រសួងការពារជាតិផ្អាកទាំងអស់នៅការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាដោយមិនមានការកំណត់ពេលណាបានន័យថាមិនមានការកំណត់នោះណាហើយថែមទាំងប្រកាសទៀតផងដែរថាសន្តិភាពបានបិទបញ្ចប់ហើយគឺជាអ្វីដែលអនុទិនបាននិយាយអញ្ចឹងគឺគុណម្ចាស់បងប្អូនអាចនឹងជ្រាបច្បាស់ហើយនេះគឺជាសារមួយគឺជាខ្លឹមសារមួយដែលខ្លីទេប៉ុន្តែលោក Donald Trump ហ្នឹងគឺឲ្យអនុទិនអនុវត្តទៅតាមកិច្ចព្រមព្រៀងជាមួយនឹងកម្ពុជាហើយនេះគឺអាចថាលេតបន្តិចសម្រាប់ព័ត៌មាននេះប៉ុន្តែនៅតែជាខ្លឹមសារមួយដែលល្អសម្រាប់ការចែករំលែកអញ្ចឹងគឺវីដេអូនេះមានតែប៉ុណ្្នឹងគុណម្ចាស់បងប្អូនទាំងអស់អង្គទាំងអស់គ្នាអញ្ចឹងបើសិនបើគុណម្ចាស់បងប្អូនពេញចិត្តកុំភ្លេចចុច like comment and share ហើយរាល់វីដេអូទាំងអស់ដែលតាក់ទងទៅនឹងពូអាចោស៊ីមនិងគុណម្ចាស់បងប្អូនដែលបានមើលហើយអាច comment បញ្ចេញកំហឹងនៅក្នុងcomment នឹងបានដើម្បីឲ្យខ្ញុំកណាដឹងថាតើមានប្រមាណអ្នកដែលខឹងទៅនឹងពូអាចោស៊ីមអីហ្នឹងខ្លាំងដូចខ្ញុំកណាស្មាពេលនេះដែរអញ្ចឹងណាហ្នឹងហើយប៉ុន្តែសូមcomment ដោយពាក្យដែលមានក្រមសីលធម៌បន្តិចផងកុំឲ្យរៀងចេញមករៀងឆ្កងចងពេកវាអាចថា YouTube វានឹងចាប់អញ្ចឹងណា YouTube វានឹងចាប់ហើយ channel យើងនឹងអាចមានបញ្ហាអូខេអញ្ចឹងគឺនៅខ្ញុំកណាអាត្មាសូមអរគុណនិងអរគុណច្រើនសម្រាប់ការតាមដានហើយជាចុងក្រោយខ្ញុំកណាអាត្មាសូមនមស្ការលានិងចម្រើនពរលា